អ៊ីរ៉ង់ថាបើអាមេរិកវាយប្រហារមែនខ្លួននឹងចាត់ការមូលដ្ឋានទ័ពរបស់ពួកគេនៅប្រចាំបូព៌ាទីក្រុងវ៉ាស៊ីនតោនសង្គ្រាមវោហារសាស្ត្ររវាងអ៊ីរ៉ង់និងអាមេរិកចាប់ផ្ដើមកើតឡើងយ៉ាងផុសផុលបន្ទាប់ពីលោកដូណាល់ត្រាំព្រមានថាត្រៀមវាយប្រហារអ៊ីរ៉ង់បើមិនព្រមចរចាឲ្យចេញជាកិច្ចព្រមព្រៀងនុយក្លេអ៊ែរទេអ៊ីរ៉ង់ព្រមានបកទៅវិញថាឲ្យតែហ៊ានវាយខ្លួននឹងវាយមូលដ្ឋានយោធាអាមេរិកទូទាំងតំបន់ប្រចាំបូព៌ាតើសង្គ្រាមវោហារសាស្ត្រអាចក្លាយជាសង្គ្រាមប្រដាប់អាវុធដែរឬទេយើងនឹងរងចាំអត់មើលស្ថានភាពទាំងអស់គ្នានៅក្នុងលិខិតផ្ញើជូនអគ្គលេខាធិការអង្គការសហប្រជាជាតិអ៊ីរ៉ង់អះអាងថាជំហររបស់ខ្លួនគឺមិនចង់មានភាពតានតឹងឬមានសង្គ្រាមជាមួយប្រទេសណាទេអ៊ីរ៉ង់នឹងមិនចាប់ផ្ដើមផ្ទុះអាវុធមុនជាដាច់ខាតប៉ុន្តែអ៊ីរ៉ង់ចង់បង្ហាញថាខ្លួនមិនចោះញោមប្រទេសដទៃបើសិនគេហ៊ានប្រព្រឹត្តអំពើឈ្លានពានមកលើខ្លួនអ៊ីរ៉ង់បញ្ជាក់ថាខ្លួននឹងវាយបកវិញឲ្យស្មើកម្លាំងគ្នានឹងអ្វីដែលគេវាយប្រហារមកលើខ្លួនអ៊ីរ៉ង់អះអាងថាខ្លួនមានសិទ្ធិការពារខ្លួនស្របតាមមាត្រាទី51នៃធម្មនុញ្ញអង្គការសហប្រជាជាតិអ៊ីរ៉ង់ចាត់ទុកការប្រើភាសាគំរាមកំហែងពីសំណាក់ប្រទេសអាមេរិកនោះជាការត្រៀមប្រើប្រាស់អំពើឈ្លានពានផ្នែកយោធាអ៊ីរ៉ង់ប្រមាលមើលថាផលវិបាកនៃចំណាត់ការយោធារបស់អាមេរិកនេះនឹងបង្កមហន្តរាយយ៉ាងធំធេងសម្រាប់តំបន់ប្រចាំបូព៌ាហើយអាចជាការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរទៅលើសន្តិភាពនិងសន្តិសុខសកលលិខិតរបស់អ៊ីរ៉ង់សូមអំពាវនាវឲ្យមានការធ្វើអន្តរាគមន៍នៅក្នុងរឿងនេះអ៊ីរ៉ង់ស្នើឲ្យក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនិងអគ្គលេខាធិការអង្គការនេះចាត់វិធានការដោយឥតបង្អែបង្អង់ដើម្បីទប់ស្កាត់រឿងនេះនៅពេលដែលមិនទាន់ហួសពេលទោះបីចេញសេចក្តីព្រមានយ៉ាងនេះក្តីអ៊ីរ៉ង់ថ្លែងថាខ្លួននៅតែមិនបោះបង់ចោលការប្រើប្រាស់នយោបាយការទូតនោះទេអ៊ីរ៉ង់ថាខ្លួនចូលរួមចរចានុយក្លេអ៊ែរជាមួយអាមេរិកប្រកបដោយការស្ថាបនានិងទឹកចិត្តស្មោះសរបាទបងប្អូនទាំងអស់គ្នាព័ត៌មានដែលបានរៀបរាប់ខាងលើនេះគឺពាក់ព័ន្ធទៅនឹងការឆ្លើយតបរបស់អ៊ីរ៉ង់ទៅនឹងការគំរាមកំហែងរបស់អាមេរិកថាបើអាមេរិកពិតជាហ៊ានវាយប្រហារខ្លួនមែនខ្លួននឹងចាត់ការមូលដ្ឋានទ័ពរបស់អាមេរិកនៅប្រចាំបូព៌ាចឹងព័ត៌មានអន្តរជាតិដែលបានរៀបរាប់ខាងលើនេះក៏បានឈានមកដល់ទីបញ្ចប់ហើយដែរប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាពេញចិត្តវីដេអូនេះសូមកុំភ្លេចជួយចុច Subscribe និងចុច Like មួយផងសូមអរគុណសូមជម្រាបលា